ត្រឹមតែសកម្មភាពថត MV ចម្រៀងលោកខាន់ចែមនិងកូនប្រុសស្រីផ្ទុះក៏ក្រោកមានអ្នកចូលទស្សនាជាង 3 MV ទៅហើយត្រឹមតែសកម្មភាពថត MV ចម្រៀងរបស់លោកខាន់ចែមនិងកូនប្រុសស្រីនៅផ្សារធំថ្មីផ្ទុះក៏ក្រោកប៉ុណ្ណឹងហើយចូលទម្រាំ Full MV ចម្រៀងទៀតដឹងតែរំក៏ក្រោកហុយដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីហើយដើម្បីឲ្យផ្លែចម្លែកអារម្មណ៍តារាចម្រៀងលោកខាន់ចែមបាននាំកូនប្រុសស្រីរបស់លោកគឺលោកដូរ៉ានិងកញ្ញាអេមីចូលរួមថត MV ចម្រៀងថ្មីមួយដែលមានចំណងជើងថារំទៅធីមយើងដែលបានផ្ដិតយករូបភាពយ៉ាងស្រស់ស្អាតនៅផ្សារធំថ្មីរួមបញ្ចូលជាមួយ MV ចម្រៀងនេះ MV ចម្រៀងរំទៅធីមយើងនឹងចេញជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះនៅក្នុងផលិតកម្ម Galaxy Navatra ដោយក្នុងចម្រៀងនេះអាចចាក់រាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនិងកម្មវិធីជួបជុំគ្រួសារមិត្តភ័ក្តិនិងកម្មវិធីផ្សេងៗបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយអ្វីដែលពិសេសនោះគឺតារាចម្រៀងលោកខាន់ចែមបាននាំកូនប្រុសស្រីមកចូលរួមថតជាមួយគ្នាតែម្ដងជាក់ស្ដែងត្រឹមតែវីដេអូសកម្មភាពដែលលោកខាន់ចែមថតបង្ហោះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្ដែងនៅការពេញចិត្តនិងមានអ្នកចូលទស្សនារហូតដល់ 3 MV ឯណោះបទចម្រៀងរំទៅធីមយើងមិនត្រឹមតែបង្កើតឡើងជាមួយសាច់ភ្លេងនិងចង្វាក់ថ្មីគួរឲ្យចង់រាំលេងកម្សាន្តប៉ុណ្ណោះទេថែមទាំងមានចំណុចពិសេសៗជាច្រើនទៀតដែលត្រូវនឹងចំណងចំណូលចិត្តមិត្តយុវវ័យបន្ទាប់ពីឃើញអ្នកគាំទ្រច្រើនបែបនេះបានធ្វើឲ្យតារាចម្រៀងលោកខាន់ចែមរំភើបចិត្តជាខ្លាំងនិងអរគុណចំពោះការគាំទ្ររបស់បងប្អូនកុំភ្លេចរង់ចាំទស្សនា Full MV ចម្រៀងនេះទាំងអស់គ្នាដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗ